បញ្ហាមួយដែលបងប្អូនគ្រប់គ្នាដឹងរហូតដឹងហើយយើងដឹងហើយយើងនៅតែនិយាយវិវាទដដែលហើយមិនមែនថាយើងដោះមិនចាញ់ទេតោងជាមួយទទួលស្គាល់បញ្ហាផ្ដោតលើដំណោះស្រាយនិយាយអាចនិយាយស្រួលប៉ុន្តែធ្វើវាមិនមែនងាយស្រួលទេប៉ុន្តែនេះគឺជាផ្លូវមួយដែលយើងត្រូវតែធ្វើបែបហ្នឹងអញ្ចឹងបញ្ហាជាអីគេបើយើងនិយាយពីបញ្ហាយើងលូដូចថាឥឡូវនៅក្នុងផ្ទះលូតែពីរឿងប្តីប្រពន្ធគេងដល់ម៉ោងគេងហើយទូរស័ព្ទកាន់ម្នាក់មួយប្តីមើលដល់ប្តីប្រពន្ធមើលដល់ប្រពន្ធហើយបែកខ្នងដាក់គ្នាហើយចង់មានក្តីសោកចង់មានសុភមង្គលហើយចង់បានកូនហើយចង់បានយ៉ាងម៉េចអានេះយើងដឹងហើយបញ្ហាធំវានៅនឹងហើយពេលញ៉ាំបាយអត់ដែលបានជួបគ្នាទេមួយថ្ងៃទៅធ្វើកាប់បាតស្រាប់តែពេលញ៉ាំបាយកាន់ទូរស័ព្ទរៀងខ្លួនកូនក៏កាន់ស្វាមីក៏កាន់ភរិយាក៏កាន់និយាយទៅពីកាន់ប៉ុន្តែចង់រកពេលជួបគ្នាយើងទទួលដឹងថាម្នាក់លេងតែទូរស័ព្ទអត់ខ្វល់ពីទំនាក់ទំនងអត់ខ្វល់អំពីមនុស្សដែលនៅក្បែរខ្លួនទាំងពេលវេលាខ្លះរហូតតែពេលជួបមុខគ្នាមិនបានយើងដឹងដំណោះស្រាយក៏ពិតដំណោះស្រាយងាយមែនទេបងប្អូនអរគ្នាប៉ុន្តែបើសិនជាយើងអាចនិយាយពីបញ្ហាយើងមកនិយាយថាពេលវេលារបស់យើងនេះក្តីសុខសុភមង្គលយើងនេះគឺយើងទាំងអស់គ្នាជាអ្នកបង្កើតអញ្ចឹងបើសិនជាយើងទុកទូរស័ព្ទនឹងមួយឡែកយើងនឹងបានកាដូជាច្រើនពីពេលវេលាដែលយើងនៅជុំគ្នារឿងជាច្រើនខ្លះយើងអត់មានឱកាសនៅក្នុងការបានបើកចំហបានដោះស្រាយបានជជែកគ្នាបានមើលមុខគ្នាបានយល់ចិត្តគ្នាបានរ៉ូមែនទិកអីទេដោយសារតែបញ្ហាទំនាក់ទំនងដែលយើងយល់ច្រឡំដែលយើងឃើញបញ្ហាហើយយើងអត់ព្រមដោះអញ្ចឹងបងប្អូនទាំងអស់គ្នាតាក់ទងជាមួយនឹងការដោះបញ្ហាវាច្បាស់ណាស់ទី1 how to ដោះរបៀបម៉េចឥឡូវតើតែយើងដឹងថាបញ្ហាធំហ្នឹងគឺដោយសារទូរស័ព្ទហើយដែលធ្វើឲ្យប្តីប្រពន្ធយើងហ្នឹងអត់យល់ចិត្តគ្នាហើយពេលខ្លះយើងចេះតែបដ ாய் ទៅបញ្ហាហ្នឹងទុកវាយូរទៅរហូតដល់វាកើតកូនកើតចៅទៅដល់ម៉ោងដឹងតែគេងហើយរហូតតែពេលនិយាយគ្នាមិនបាននៅកាន់ទូរស័ព្ទរហូតដល់ទូរស័ព្ទហ្នឹងធ្លាក់ពីដៃទាំងអស់គ្នាពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅថ្ងៃបញ្ហាហ្នឹងកាន់តែកើតយើងចេះតែកើតរឿងទូចអត់យល់ចិត្តគ្នាសង្ស័យគ្នាចាលែងចោះសម្រងគ្នាចាប្រេះឆាពីគ្នាទៅលែងចង់មើលមុខគ្នាយូរទៅអាចនឹងដល់ថ្នាក់ថាគេងក្រែផ្សេងគ្នាក៏បានដែរអញ្ចឹងយើងយកអាទាំងអស់ហ្នឹងមកគិតថានឹងហើយគឺជាបញ្ហាតែដំណោះស្រាយអីគេពិតងាយស្រួលឈប់លេងទូរស័ព្ទទៅដំណោះស្រាយមាននេះតែមុននឹងដល់អាឈប់លេងទូរស័ព្ទហ្នឹងទី1ធ្វើអីនិយាយគ្នាសិនឲ្យយល់អំពីចាបញ្ហាធំរបស់ពួកយើងឲ្យយល់ពីដំណោះស្រាយដែលអ្វីដែលយើងធ្វើបានទី2ធ្វើអីរកពេលវេលាណាដែលត្រូវកាន់ទូរស័ព្ទពេលវេលាណាដែលយើងត្រូវនៅជាមួយគ្នាគឺបែងចែកវាដាច់ហើយចំណុចទី3យើងផ្ដោតទៅលើអីផ្ដោតទៅលើមនុស្សដែលកំពុងនៅជាមួយយើងកុំផ្ដោតជាមួយអ្នកផ្សេងដែលមិននៅជាមួយយើងកុំផ្ដោតរឿងអ្នកដតីកុំយកពេលវេលាយើងទៅខ្វល់ជាមួយពិភពលោកច្រើនជាងខ្លួនឯងនិងមនុស្សនៅជាមួយយើង